ចុចពីនេះទី3លោកឆ្ងល់អំពីពាក្យថាតោនេះគឺអក្សរតដាក់ស្រៈឧក្រមថាតោទី4លោកឆ្ងល់អំពីអយុត្តិធម៌និងអវតាអវន្តយៈអលឹងអលោភអរុណអរិយៈអយោនិសោមនសិការៈអយុទ្ធៈអយុទ្ធនឹងគឺលៈទី5លោកឆ្ងល់អំពីក្តាតហោរានិងអាម៉ាស់មុខទី6លោកឆ្ងល់អំពីព្រះវិហារវិហារៈនេះក៏បានលោករាយសេចក្តីលោកថា1ឆ្អេះនិងចំអេះមាននៅក្នុងវចនានុក្រមខ្មែរអត់មែនទេអាត្មាបើកមើលរួចហើយគេមិនដាក់ស្លាកហែណាតែគេបោះខុសពីមុនអាត្មាមិនដឹងតែឆ្អេះវាទៅជាចំអេះបើស្លាកអេដូចគ្នាបើអែដូចគ្នាទេកុំឆ្ងល់ឡើយអានឹងបត្តិនេះសម្រាប់ទៅចុះมันគួរឆ្ងល់ទេអុយលោកទៅឆ្ងល់ថាចំអេះคล้ายមកពីពាក្យឆ្អេះដោយវិធីអភិរឬក៏ពុំមែនទេមិនមែនទេនៅតែដដែលឆ្អេះចំអេះឆ្អេះគឺវាជាគុណបត្តិវាជាគុណនាមគឺឆ្អេះវាធំក្លិនឆ្អេះដែលមានក្លិនឆ្អេះក៏យើងប្រែទៅថាមានក្លិនឆ្អេះចំអេះគឺនាមសព្ទរបស់ឆ្អេះអ្វីដែលវាធំក្លិនឆ្អេះគេហៅថាចំអេះទី2កញ្ញៈចុច2ឧទាហរណ៍សង្ឃហៈឋានៈឧបការៈសច្ចៈអមភៈរតនៈកាលណាពាក្យទាំងនេះនៅជាបទទៅជាបទសម្មាហើយនៅដើមពាក្យឬកណ្ដាលពាក្យដូចជាសង្ឃហៈធម៌ឋានបទឧបការៈគុណសច្ចធម៌អមភការៈឋានព្រះរតនត្រ័យត្រូវលុបយុគលៈពិន្ទុចេញរីឯពាក្យកញ្ញៈវិញហាក់ដូចជាផ្លែកពីពាក្យទាំងនោះគឺកាន់ខ្ជាប់នៅយុគលៈពិន្ទុជានិច្ចបីពាក្យនេះជាសមាសនាមក៏ដោយសូមឲ្យលោកស្ដាប់សង្កេតពាក្យលោកនេះស្រួលតែល្អណាស់ដូចជាកញ្ញៈរដ្ឋមន្ត្រីអានឹងត្រូវចុចពីមុខណកញ្ញៈមហានិកាយកញ្ញៈធម្មយុត្តិកនិកាយកញ្ញៈបកកញ្ញៈកម្មការកញ្ញៈមិត្តលៈហេតុដូចម្ដេចបានជាពាក្យកញ្ញៈដែលទៅជាបទសមាហើយទៅជាក្នុងកំពូសេហើយលោកថាបទសមានេះគឺគេអស់លោកខ្លះលោកមិនជ្រាបតារាងហាមក្នុងកំពូសេហើយនៅដើមពាក្យទៀតនោះនៅមានយុគលៈពិន្ទុដូច្នេះទៅវិញតើមកពីហេតុដូចម្ដេចឆ្ងល់ហ្នឹងក៏ដូចជាគួរសមដែរប៉ុន្តែមកពីឆ្ងល់ធ្វើបាបគេទៅមកគ្មានចិត្តគិតជាអីទេលោកទៅឆ្ងល់អីចឹងដូចជាសង្ឃហៈឋានៈឧបការៈបើគេមិនចង់អានថាឧបការៈថាឋានៈគេមិនចុចទេគេថាឋានគេថាឧបការដល់ហ្នឹងគេមានឧបការនឹងខ្ញុំច្រើនណាស់ដោយសច្ចៈចង់ចុចក៏បានទេក៏បានខ្លាចក្រែងមនុស្សពិបាកមើលគេចុចមុខច2ទៅដើម្បីឲ្យអានថាសច្ចៈដូចកុម្ភៈក៏អមឆ្នាំងនោះខែកុម្ភៈហ្នឹងបើមិនចុចក៏បានប៉ុន្តែគេបអ្នកបល័យគូគេមិនបាច់ចុចអីទេប៉ុន្តែក្រែងអ្នកមើលវាពិបាកដោយរតនកែវត្បូងអីនេះគេចុចទៅឲ្យស្រួលមាត់ថាទេបល័យគ្មានទេមានតែសង្ស្ក្រឹតគេចុចនឹងគេអានដូចជាវិសារជនីយើងគេអានមិនឮសូរខ្យល់សទេដូចជាតបៈទេយៈមនស្សអីជាដើមហ្នឹងគេចុចពីក៏មានដាក់សពីមុខក៏មានខ្ញុំអាត្មាអธิบายហើយលោកឆ្ងល់ថានៅដើមឬកណ្ដាលពាក្យដូចជាសង្ឃហៈធរមិនក៏មិនចុចហក៏បានជាហហ្នឹងគ្មានចុចពីមុខវាទៅជាបទសមាទៅហើយគេអានសង្ឃហៈធរគេមិនបាច់ចុចទេពីព្រោះវាទៅជាបល័យទៅហើយឋានបទគេមិនបាច់ចុចឋានៈទេយុគលៈពិន្ទុគ្មានទេឯកញ្ញៈវិញដូចជាផ្លែកពីពាក្យទាំងនោះលោកថាកញ្ញៈហ្នឹងវាផ្លែកដូចជាយ៉ាងម៉េចដូចជាកញ្ញៈរដ្ឋមន្ត្រីដូចជាកញ្ញៈមហានិកាយកញ្ញៈធម្មយុត្តិកនិកាយកញ្ញៈបកកញ្ញៈកម្មការកញ្ញៈមិត្តជាដើមប៉ុន្តែប៉ុន្តែដែរបើលោកគិតមិនដល់លោកក៏ឆ្ងល់មែន
ពីព្រោះទាំងនេះគេត្រឡប់ពាក្យដើមជាចុងទេសូមឲ្យលោកជ្រាបដើម្បីឲ្យស្រួលមាត់បើតាមបាលីគេមិនហៅគណៈរដ្ឋមន្ត្រីទេគេហៅរដ្ឋមន្ត្រីគណៈប៉ុន្តែខ្មែរយើងហៅដូចជាយ៉ាងពលរដ្ឋអញ្ចឹងបើឲ្យត្រូវគេអានរដ្ឋពលរដ្ឋប្រែថាដែនថាប្រទេសពលៈប្រែថាកម្លាំងប្រែថាកម្លាំងនៃដែនឬប្រទេសឥឡូវទៅជាដូចជាខ្មែរទៅវិញរាយយកអាចុងមកដាក់ឲ្យដើមការជំនុំអាត្មាចាំបានណាគណៈកម្មការគេថាគួរហៅរដ្ឋពលបានជាលោកខ្លះថាទេតែដាក់ពាក្យពលនៅខាងចុងមិនវិរោធទេខ្មែរពលតម្រៃពលអង្ក្រាក់តំណាក់ចៅគុណអានេះមិនស្រួលទេអញ្ចឹងយកពលមកដាក់លើវិញទៅឲ្យដូចគណៈរដ្ឋមន្ត្រីគណៈអ្នកអីចឹងទៅគណៈបាក់គណៈអីទៅណាមកតាមពិតនោះមិនមែនគណៈរដ្ឋមន្ត្រីទេគេថារដ្ឋមន្ត្រីគណៈមហានិកាយគណៈធម្មយុត្តិកនិកាយធម្មយុត្តិកគណៈបក្ខគណៈធម្មការគណៈមិត្តគណៈនេះក៏បានត្រូវប៉ុន្តែខ្មែរទៅវាមិនរួចតែខំធ្វើទៅវាមិនពីរោះបានជាគេយកគណៈហ្នឹងមកដាក់ខាងដើមសូមឲ្យលោកអ្នកសួរកុំឆ្ងល់